បាទតែសូមគោរពនឹងជម្រាបសួរត្រប្រិមិត្តដែលកំពុងតែទស្សនាវីដេអូនៅក្នុង Channel YouTube វីខ្មែរថ្ងៃនេះសូមចែករំលែកវីដេអូមួយរបៀបនៅក្នុងការ connect Facebook page ជាមួយនឹង Instagram ពីព្រោះដោយសារតែយើង connect តើអត្ថប្រយោជន៍វាអីយើងចង់ boost Instagram លក់ផលិតផលនៅក្នុង Instagram តាមរយៈការ boost ចេញពី Facebook Ad Manager តែម្ដងកន្លែងនេះជាចំណុចមួយដែលយើងអាចនិយាយបានថាវាងាយស្រួលព្រោះមិត្តភ័ក្តិបងប្អូនទាំងអស់គ្នារៀងយល់ដឹងច្រើនទៅលើការប៊ូសចេញពី Facebook អញ្ចឹងគឺប៊ូសចេញពី Facebook តែម្ដងប៉ុន្តែ show បង្ហាញផលិតផលនៅលើ Instagram តែជាដំបូងនេះខ្ញុំគ្រាន់តែចង់ធ្វើការបង្ហាញអំពីរបៀបការភ្ជាប់ភាសាបច្ចេកទេសភាសាអង់គ្លេសគេថា connect ពីភ្ជាប់ពី Facebook page ជាមួយនឹង Instagram តើភ្ជាប់មិនវីដេអូទី1ខ្ញុំបង្ហាញអំពីរបៀបភ្ជាប់វីដេអូទី2គឺខ្ញុំបង្ហាញអំពីរបៀបប៊ូសឥឡូវទៅមើលអំពីរបៀបភ្ជាប់សិនបាទនេះគឺជា account Facebook របស់ខ្ញុំបាទឥឡូវយើងចូលមក page មកនេះយើងត្រូវ switch ចូលយើងចូលមក page មែនប៉ុន្តែយើងអត់ទាន់បានចូលលើ page ទេយើង switch ចូលមកលើ page មកបាទនៅពេលដែលយើងចូលលើ page វាចេញ professional dashboard ហើយយើងចុចមកលើ setting អញ្ចឹងនៅពេលដែលយើងចូលមកដល់ setting យើងស្វែងរកខាងឆ្វេងនេះ link account បាទនៅពេលដែលយើងចុចមកវាមាន2វាមាន Instagram និង WhatsApp អញ្ចឹងយើងធ្វើការ connect ជាមួយនឹង Instagram មកយើងចុច connect បាទវាលោតផ្ទាំងបែបនេះបាទខ្ញុំចុចបន្តមកសូមបញ្ជាក់ថាកន្លែងនេះគឺយើងត្រូវធ្វើការ turn on បើកកន្លែងនេះបាទអញ្ចឹងខ្ញុំចុចបន្តមកសូមបញ្ជាក់តាក់ទងជាមួយនឹង Instagram នៅពេលដែលយើងធ្វើការបង្កើត Instagram សូមឲ្យអ្នកទាំងអស់គ្នាណាផ្ដាច់មានន័យថាយើងជាទូទៅយើង generate បំលែងទិន្នន័យពី Facebook ចូលមក Instagram អញ្ចឹងសូមមកកន្លែងនេះពេល generate ឲ្យអ្នកដាក់ username ដាក់ password ឲ្យបានត្រឹមត្រូវផ្សេងទៅបាទខ្ញុំវាយ username and password ចូលហើយឥឡូវនេះខ្ញុំសូមចុច continue មកបាទខ្ញុំចុច save ទៅនៅខាងក្រោមនេះគឺខ្ញុំត្រូវចុច save info បាទខ្ញុំចុច save info continue as a V ខ្មែរ official ខ្ញុំសូមចុច continue បែបនេះមកអញ្ចឹងនៅពេលដែលខ្ញុំចុច continue មកវាលោតផ្ទាំងបែបនេះដោយសារតែ page របស់ខ្ញុំគឺភ្ជាប់ជាមួយនឹង business manager វាលោតបែបនេះអញ្ចឹងកន្លែងនេះគឺខ្ញុំសូម continue ទៀតមកបាទនេះគឺជាព័ត៌មានដែលបង្ហាញអំពី security មួយចំនួនអញ្ចឹងគឺខ្ញុំអត់សូវខ្វាយខលហ្នឹងទេហើយសង្ឃឹមថាអ្នកទាំងគ្នាដាក់ business manager ខ្ញុំចុច continue បន្តទៀតមកបាទកន្លែងនេះសម្រាប់ page របស់ខ្ញុំវាភ្ជាប់ admin 2 3អញ្ចឹងគេចង់ឲ្យយើង invite នៅលើ account ហ្នឹងហើយខ្ញុំចុចអត់ទាន់ទេ not now បាទខ្ញុំចុច continue ទៀតមកកន្លែងនេះគឺជាការស្រាច់សម្រាប់ការ connect Instagram ជាមួយនឹង page បាទខ្ញុំចុច done មកបន្ទាប់ពីខ្ញុំចុច done មកគឺវាលោតចេញបែបនេះសម្រាប់ការភ្ជាប់អញ្ចឹងពេលខ្លះយើងចុច link account មកចុចបែបហ្នឹងទៅគឺយើងឃើញpage របស់យើងនឹងបានភ្ជាប់ជាមួយនឹង Instagram បែបនេះនេះជាចំណុចមួយដែលអ្នកនរគ្នាគួរធ្វើដើម្បីធ្វើការ promote លក់ផលិតផលតាម Instagram តាមរយៈការភ្ជាប់ពី Facebook page ទៅកាន់ Instagram វិញមានលក្ខណៈងាយស្រួលប៉ុន្តែសូមឲ្យមិត្តភ័ក្តិទាំងអស់គ្នារៀបចំ account Facebook ឲ្យបានត្រឹមត្រូវរៀបចំ Instagram ឲ្យបានត្រឹមត្រូវពីព្រោះខ្ញុំអត់ចង់ឲ្យអ្នកទាំងអស់គ្នាគ្រាន់តែបង្កើត account Instagram ដោយ generate ពីទិន្នន័យរបស់ Facebook ទៅកាន់ Instagram មិនល្អទេគួរតែនៅពេលដែល generate ហើយយើងគួរតែបង្កើត username and password Instagram ផ្សេងពី Facebook ទៅ add email add លេខទូរស័ព្ទឲ្យចូលទៅរៀបចំ Instagram ឲ្យបានត្រឹមត្រូវកន្លែងនេះគឺជាចំណុចល្អអញ្ចឹងអ្នកនរគ្នាដែលកំពុងតែធ្វើអាជីវកម្មតាម Facebook page មានបានរៀបចំនៅក្នុងការប៊ូសនៅក្នុង Instagram ហើយនៅណាមានមិត្តភ័ក្តិបងប្អូនខ្លះក៏គាត់បានធ្វើការងារនេះរួចហើយមានមិត្តភ័ក្តិខ្លះគាត់ទើបតែចាប់ផ្ដើមអាជីវកម្មគាត់អត់ទាន់បានធ្វើអញ្ចឹងកន្លែងនេះជាចំណុចមួយជួយចែកម្លែកគ្នាទៅកាន់មិត្តភ័ក្តិផ្សេងទៀតទៅជាប្រយោជន៍ដល់គ្នារបៀបនៅក្នុងការ connect Facebook page ជាមួយនឹង Instagram ដើម្បីធ្វើការប៊ូសលក់ផលិតផលក្នុង Instagram
ចុងក្រោយសូមជួយ Subscribe Channel YouTube ពីខ្មែរផងបាទ